សួស្តីទាំងអស់គ្នាជួបគ្នាជាមួយនឹងអេមីនម៉ូណានៅក្នុងរឿងពនាមចាអចារ្យនៃចភាទី15បន្ទាប់ពីចិញ្ចៀនបានរីកឡើងនៅលើដៃតួប្រចិញ្ចៀនក៏បានបន្ថែមធម្មពលតួប្រក៏បានមើលឃើញសមបិសាចនោះគាត់ក៏ឆ្ងល់តែវាគឺជាអ្វីនៅពេលដែលកម្លាំងធម្មពលកាន់តែខ្លាំងឡើងកូនបិសាចក៏បានរត់គេចខ្លួនបាត់ចិញ្ចៀនក៏បានត្រឡប់មកជាធម្មតាវិញទោះស្រីក៏បានឃើញចិញ្ចៀននៅលើដៃរបស់តួប្រដែរតួប្រក៏ឆ្ងល់តែចិញ្ចៀនមិននៅលើដៃគាត់តាំងពីពេលណាមកតួប្រក៏បានសួរទោះស្រីថាមានកន្លែងណាដែលឈឺអត់ទោះស្រីថាមិនមានទេមុខរបួសរបស់តួប្រសត្វតែធ្វើទៅកាន់តែខ្លាំងឡើងដែលធ្វើឲ្យគាត់មិនអាចទ្រាំបានគាត់ក៏បានដួលសម្លាប់មុឈីក៏បានទទួលអារម្មណ៍ចម្លែកគេក៏បានចេញមកមើលទោះស្រីក៏បានឲ្យមុឈីជួយយកទូប្រោះទៅបន្ទប់ដើម្បីព្យាបាលមុឈីក៏មានអារម្មណ៍ថាមានភាពស៊ាំជាមួយនឹងទូប្រោះហាក់ដូចជាស្លាប់ជួបគ្នាពីមុនមកពេលដែលបានមកដល់បន្ទប់ទោះស្រីក៏បានយកកន្ត្រៃកាត់អាវដើម្បីមើលមុខរបួសទោះស្រីក៏ថានៅដកវាចេញដោយផ្ទាល់ដៃក៏មកតែតាំងចិត្តដកលោកតាក៏បានមកហាមទោះស្រីក៏បានសួរហេតុអីបានជាមិនឲ្យខ្ញុំដកវាលោកតាដើមជឿថាចាំគាត់សាកមើលសិនលោកតាក៏បានប្រើកម្លាំងរបស់គាត់ដកវាពិតជាបានផលពិតមែនលោកតាក៏បាននិយាយថាពេលនេះវាបានខ្លាចទៅជាមុខរបួសធម្មតាហើយលោកតាក៏បានដកយកថ្នាំឲ្យទើស្រីទឹកលាបឲ្យទើប្រុសវាមានសមត្ថភាពឲ្យបំបត្តិការឈឺចាប់និងបំបត្តិស្លាកស្នាមបានមកឈីក៏ថាហើយបានជាសកដោយសារចេញមកវាប្រហារទៅថ្ងៃបែបនេះទើស្រីក៏ថាខ្ញុំបានឃើញចិញ្ចៀនដែលឯងតាមរកនៅលើដៃរបស់គាត់មកឈីក៏ថាប៉ុន្តែគេមិនបានឃើញទេទើស្រីក៏ថានៅពេលដែលបិសាចរត់បាត់ចិញ្ចៀនក៏បានរលត់បាត់ម្ដងបន្តិចលោកតាក៏ថាចិញ្ចៀនវាមិនបានបាត់ទៅណាទេវាក៏នៅលើដៃលោកប្ររហូតពេលនេះលើកឡើងនៅពេលដែលទើប្រុសជួបគ្រោះថ្នាក់ទើប្រុសក៏បានដឹងខ្លួនហើយគាត់ក៏បានសេះរកទឹកមកជីក៏បានប្រញាប់ចាក់ទឹកឲ្យគាត់ភ្លាមទើស្រីក៏បានសួរតែរបស់ត្រង់ដែលឈឺទៀតអត់មើលទៅថ្នាំរបស់លោកតាមានប្រសិទ្ធភាពលឿនណាស់អត់តែត្រង់ដឹងខ្លួនវិញខ្ញុំមិនចាក់អត់ចិត្តហើយទើប្រុសក៏ថាគាត់មិននឹកស្មានថាទើស្រីកំពុងតែបារម្ភពីគាត់សោះទើស្រីក៏បានសុំទោសត្រង់របស់ដែលសារតែខ្ញុំទើប្រុសក៏បានសួរតែដោយសារតែរឿងនឹងមែនបានជានឹងបារម្ភពីខ្ញុំទើស្រីក៏ថាប្រកាសហើយបើមិនមែនរឿងនឹងតែវាជារឿងអីវិញទើប្រុសក៏បានងងក់ទើស្រីក៏ថាហេតុអីបានជាត្រង់កំពុងតែខឹងនឹងនាងទើស្រីក៏ចង់ទៅហៅគ្រូពេទ្យដើម្បីអភិនិត្យមើលទើប្រុសក៏បានប្រាប់ថាឲ្យឈប់សិនហើយក៏បានចង្អុលទៅលើតែរបស់នោះក៏ជាអ្វីលោកតានិងមូឈីក៏ខំងាកក្រោយមើលតាមទើស្រីក៏សួរតែត្រង់កំពុងតែចង្អុលអីទើប្រុសក៏សាប់តែចង្អុលចាំមូឈីនិងលោកតាច្បាស់តែម្ដងទើស្រីក៏សួរតែត្រង់ក៏មានសមត្ថភាពមើលឃើញបិសាចនឹងទេវតាដែរមែនទើប្រុសក៏ថាអត់ទេវាគឺជាលើកដំបូងដែលគាត់មើលឃើញគាត់ចាប់ផ្ដើមមើលឃើញនៅពេលដែលបិសាចវាបហាពួកគេហើយវាក៏បានបាត់ពីពេលនោះហើយដែលគាត់អត់មើលឃើញទើស្រីក៏សួរបើជាលើកដំបូងហើយបានជាត្រង់មិនខ្លាចទើប្រុសក៏ថាចានាងខ្លាចអត់ពេលនាងឃើញពួកគេលើកដំបូងទើស្រីក៏បានថាខ្ញុំគ្មានរឿងអីដែលត្រូវខ្លាចពួកគេទេខ្ញុំមានមិត្តជាបិសាចជាច្រើនពួកគេល្អនឹងរស់រាយណាស់ទើស្រីក៏បានណែនាំម្នាក់ម្ដងឲ្យទើប្រុសស្គាល់ទៅត្រង់ឆាមវូឈីនិងមីមីទើស្រីមិនទាន់បានណែនាំទៅតែសោះតែទើប្រុសគាត់ក៏បានស្គាល់ស្រាប់ព្រោះពេលដែលទើស្រីដេកលើកមកនាងបានមើលហាត់ឈ្មោះរបស់ពួកគេទើប្រុសក៏បានសួរចុះបិសាចដែលវាប្រហារពួកយើងជាអ្នកណាទើស្រីក៏ថាខ្ញុំក៏មិនដឹងដែរដោយសារតែខ្ញុំមានសមត្ថភាពនេះហើយទើបបានជាគេបញ្ជូនខ្ញុំទៅលើភ្នំនេះហើយក៏បានឆ្ងល់ខ្លួនឯងហើយបានជាប្រាប់រឿងនេះទៅឲ្យទើប្រុសដឹងទើស្រីក៏ឆ្ងល់រឿងមួយទៀតជាធម្មតាមូឈីនិងមីមីមិនអាចចូលចិត្តទើប្រុសបានទេប៉ុន្តែហេតុអីបានជាពេលនេះពួកគេអាចចូលចិត្តទើប្រុសបានលោកតាក៏បានថាដោយសារតែចិញ្ចៀនមានរបាំងការពារមិនឲ្យបិសាចចូលចិត្តប៉ុន្តែពេលនេះរបាំងត្រូវបានខ្លាញ់ហើយទើប្រុសអាចមើលឃើញទើស្រីក៏បានសួរតែអ្នកណាជាអ្នកដាក់របាំងការពារមួយនេះទើប្រុសក៏ថាគាត់ក៏មិនដឹងដែរទើស្រីក៏ថាបើសិនជាមានលើក្រៅទៀតខ្ញុំនឹងការពារត្រង់មកឈីក៏ថាគេនឹងចូលរួមដែរនៅពេលដែលទើប្រុសរងរបួសទើស្រីបានធ្វើរឿងជាច្រើនមានតែការដាំថ្នាំមិនចុកអាហាររំរបួសនិងការស្លៀកពាក់ចុងថ្ងៃកន្លងផុតទៅមុខរបួសរបស់ទើប្រុសក៏បានជាសះស្បើយទើស្រីក៏បានកាន់មកវងមួយចានយកមកបញ្ចុកទើប្រុសក៏បានយកដៃទៅប៉ះធ្វើរបស់ទើស្រីនៅពេលយប់ទើស្រីក៏បានដាក់ទើប្រុសឲ្យគេងទើស្រីក៏បានទីភួរដណ្ដប់ឲ្យទើប្រុសក៏សាប់ទៅទីងដៃឲ្យទើស្រីមកគេងចិត្តគាត់ដូចជាពេលដែលទើស្រីទីងគាត់អញ្ចឹងប៉ុន្តែទើស្រីគេងមែនប៉ុន្តែទើប្រុសគឺធ្វើពតនៅពេលដែលទើស្រីគេងលក់ទើប្រុសក៏បានបើកភ្នែកមើលតែបតារបស់អ្នកណាគេទេនេះខូចមិនធម្មតាទេថ្ងៃក៏ចាប់ផ្ដើមរះពេលដែលទើស្រីបើកភ្នែកឡើងក៏បានឃើញទើប្រុសកំពុងតែសម្លឹងមើលនាងទើស្រីក៏សួរតែត្រង់ភ្ញាក់តាំងពីពេលណាមកទើប្រុសក៏បានថាគាត់ភ្ញាក់យូរហើយទើស្រីក៏ឲ្យទើប្រុសលេងដៃនាងទើប្រុសគាត់មិនព្រមលេងទេទើស្រីក៏បានគំរាមបើមិនលេងទេខ្ញុំនឹងខំត្រង់ព្រោះគាត់ថាគាត់មិនជឿថាទើស្រីហ៊ានខំគាត់ទេទើស្រីធ្វើអីទើប្រុសមិនបានក៏បានទៅទាញស្បែកដៃរបស់ទើប្រុសហើយក៏សរសើរថាខ្លួនជាមនុស្សប្រុសទេហើយបានជាដៃទន់រលោងជាមនុស្សស្រីទៅទៀតទើប្រុសក៏ថានាងធ្វើអីខ្ញុំមិនបានទេអញ្ចឹងហើយនៅអសៀមហើយស្ដាប់បង្គាប់គ្រាន់តែចំហាយពីខេតទើស្រីបានលេងឡើងភ្លាមទើប្រុសក៏បានលេងដៃផ្លេតទើស្រីក៏ថាគុំគាត់ថាត្រង់ឈឺខ្ញុំមិនចាស់មិនហ៊ានធ្វើអ្វីអសោះទើប្រុសក៏ថាចាំធ្វើអីឆាប់ធ្វើមកគាត់នៅនឹងហើយតើទើស្រីព្រមថានឹងថាទើប្រុសទៅហើយសពតែមាននរណាម្នាក់បានកោទ្វារទើស្រីក៏បានដុតចាប់ពីលើក្រែឬសតតែដេបលើចង់បាក់ចកេះទៅហើយទើប្រុសគាត់ឡើងអស់វាចាត្រឹមទៅធ្វើឲ្យប្រព័ន្ធយើងអ្នករើទេអ្នកដែលមកគឺជាសិស្សឈឺមេការក៏បានប្រាប់ថាព្រះបត្រាចេញមកជាមិនអនុណាម្នាក់ចូលទេសិស្សឈឺក៏ថាខ្ញុំមិនតាន់ដាក់ទោសអ្នកឬតែអ្នកមិនរាយការណ៍ប្រាប់ខ្ញុំឬអ្នកត្រង់របួសផងហើយបានជាអ្នកខត់ខ្ញុំទោះបីជាមេការព្យាយាមហាមមិនឲ្យនាងចូលក៏ដោយក៏នាងនៅតែចូលតែបាន
ពេលដែលសិស្សឈូបើកទ្វារនាងក៏បានជួបជាមួយនឹងតួស្រីនាងក៏បានប្រាប់ឲ្យតួស្រីចេញពីផ្លូវរបស់នាងទើបប្រាប់ក៏បានសួរតើអ្នកណាអនុញ្ញាតឲ្យនាងចូលមកសិស្សឈូក៏បាននិយាយថាខ្ញុំលើថាទ្រង់មានរបួសបានជាខ្ញុំចូលមកដោយគ្មានការអនុញ្ញាតទើបប្រុសក៏បាននិយាយថាមកកនាងហ៊ានប្រមាថអ្នកម្នាងនៅចំពោះមុខរបស់យើងសិស្សឈូក៏បាននិយាយថាទោះបីជាទ្រង់ចង់ដាក់ទោសខ្ញុំក៏ដោយក៏ខ្ញុំមិនចាស់ណាស់ទៅចង់បម្រើទ្រង់ដដែលទើបប្រុសថាខ្ញុំមិនត្រូវការនាងទេអ្វីដែលខ្ញុំត្រូវការគឺជាអ្នកម្នាងយាយតែប៉ុណ្ណោះសិស្សឈូក៏បានព្រមចាក់ចែងទើបប្រុសក៏បានសួរមេកាតើទោសស្អីតើណាមេកាក៏បានថាអ្នកម្នាងបានចាក់ចែងមិននឹងទ្រង់ថាបានជាមានមនុស្សមកថែទាំទៅហើយអ្នកម្នាងក៏បានត្រឡប់ទៅសម្រាប់វិញកាត់មកដំណាក់ឈូវិញអ្នកម្រាក៏បានសួរតើព្រះអត្រាបានសោយថ្នាំដែរអ្នកម្នាងបានធ្វើឬក៏អត់សិស្សឈូក៏ថាទ្រង់មិនបានសោយទេទ្រង់ថាទាំងដែលខ្ញុំចេញទៀតទាំងដែលខ្ញុំពីមុនអាចជិះចូលដំណាក់ទ្រង់ដោយសេរីប៉ុន្តែពេលនេះខ្ញុំមិនអាចជិះចូលសម្បីតែមួយចំហៀនប្រហែលជាទិសាតែឈានយន្តសាងបានប្រាំមន្តគមដាក់ទ្រង់ហើយអ្នកបម្រើក៏បានថាព្រះគោបានត្រឡប់មកវិធ្វើទស្សនកិច្ចវិញហើយសិស្សឈូក៏បានឲ្យអ្នកបម្រើទៅអញ្ជើញគាត់មកហើយកុំភ្លេចប្រាប់មនុស្សទូទាំងរាជវាំងដើម្បីឲ្យពួកគេមកមើលភាពអ៊ូអរផងសរឿងភីទី15គឺត្រូវបានកាត់ចប់ទៅត្រឹមនេះឯមានសំទោសផងបើសិនជាសំឡេងរបស់ឯមានស្ដាប់មិនសូវបានឬមកក៏មានសំឡេងរំខានច្រើនមានតែសំឡេងយន្តហោះមានតែសំឡេងគ្មានស្រែកហើយមានតែសំឡេងកាមេរ៉ាស្រែកទៀតហើយមានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកដល់ឯមានផងណាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ